បាទសួស្តីអ្នកនរគ្នាហើយខ្ញុំធ្វើដំណើរពីរាជធានីភ្នំពេញទៅឲ្យខេត្តកំពតហើយទីតាំងខ្ញុំពីរាជធានីភ្នំពេញមកដល់ខេត្តកំពតនេះមានចំនួន144គីឡូហើយរយៈពេលនៃការជិះរបស់ខ្ញុំគឺប្រើពេល2ម៉ោងជិត3ម៉ោងដែរអញ្ចឹងដោយសារតែខ្ញុំជិះយឺតទេហើយឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរទៅផ្ទះមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងដោយសារតែពួកយើងមានណាត់ជិះយូរដែរបងប្អូនចូលកន្លះខែហើយគាត់ជាអ្នកដាក់ថ្ងៃឲ្យខ្ញុំមកដោយសារតែគាត់មាន day off អីហ្នឹងអញ្ចឹងហើយឥឡូវនេះខ្ញុំក៏បានដល់ត្រើយម្ខាងហើយបងប្អូនហើយក៏ឈប់លេងបន្តិចទៅហើយយកក៏លេខទៅមើលក៏ឃើញនីលកាយ៉ាងធំបងប្អូនហើយវីដេអូនេះសួរដល់រាយដែរថានៅកំពង់ស្ពឺម៉ោងប៉ុន្មានអើយនៅកំពតម៉ោង 2:10 ហើយនេះហើយគ្រាន់តែដល់ផ្ទះមិត្តភ័ក្តិខ្ញុំភ្លាមគេលើកមន់គេលើកអីបង្ហាញនេះសារគេ2 3ចាំអញ្ចឹងហើយមន់នេះដែរគេឆាក្តៅបងប្អូនគេចេញស្នាដៃគេផ្ទាល់តែម្ដងហើយខ្ញុំពីអ្នកស្រីមកកេះគ្នាលេងនេះកាល់ឆ្អិនហើយបន្ទាប់ពីធ្វើម្ហូបហើយយើងក៏ឆ្លៀតពេលទៅលេងនៅមាត់ទន្លេតិចបងប្អូនមើលគេមើលឯងអញ្ចឹងដោយសារតែខ្ញុំមកនេះខ្ញុំមកបានតែមួយយប់ហ្នឹងឯងបងប្អូនទៅស្អែកខ្ញុំត្រូវឡើងទៅវិញអញ្ចឹងហើយបងប្អូនតើតើកន្លែងបាញ់ទឹកនេះស្អាតមែនតើបងប្អូនដោយសារតែយើងបាញ់ទឹកហើយយើងមានបទចម្រៀងជាមួយទៀតបងប្អូនហើយបន្ទាប់ពីមើលគេបាញ់ទឹកហើយយើងក៏ធ្វើដំណើរទៅផ្ទះវិញអញ្ចឹងហើយមកដល់ផ្ទះអត់មានអីបងប្អូនមានតែម្ហូបតិចតួចយើងហូបជួបជុំជាមួយមិត្តភ័ក្តិយើងដែលធ្លាប់រៀនពីមុនមួយគ្នាអញ្ចឹងហើយវីដេអូយើងក៏មានប៉ុណ្្នឹងដែរបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់